ហើយនេះគឺជាវីដេអូដំណើរកំសាន្តភាគ2ដែលធ្វើដំណើរសងព្រេងទៅបបកត្រីនៅខាងទឹកឆាយសឹងដាច់ទី2ហើយការធ្វើដំណើររបស់យើងគឺទៅដាក់បកាយបបកត្រីកតុនជ័យនិងត្រីព្រួលអញ្ចឹងកុំភ្លេចតាមដានទស្សនាវីដេអូខ្ញុំពេញទាំងអស់គ្នាពីក្បាលវីដេអូទៅយើងធ្វើការហូបបាយដាំបាយធ្វើម្ហូបហើយម្ហូបរបស់យើងគឺបានអាត្រីឆ្អើមាញ់ហ្នឹងហើយនេះជែវគេផ្ទះមូសហើយមូសយើងស្បូមតែនខែនេះមេឃភ្លៀងរិចហើយមូសផ្ទះឡើងមកដាក់គូតលើទូរស័ព្ទមកឲ្យមុខយើងពេលល្ងាចគឺយើងបានត្រីដែលយើងឆ្អើហ្នឹងហើយដែលខ្ញុំបានបើកសឹកឈើបើងមើលហ្នឹងដែលយើងឆ្អើត្រីហ្នឹងបីហូបបាយពេលល្ងាចឯងហូបបាយពេលល្ងាចរបស់យើងហ្នឹងគឺលក្ខណៈថាចូលម៉ោង8ជាងហើយគ្នាយើងរដាលដូចវីដេអូភាគ1រដាលដែលខ្ញុំផុសវគ្គមុនហើយលង YouTube ហើយពេលនេះទៅយើងចាប់ដើមហូបបាយហើយបានយើងសម្រាប់មកស្ទុះបានយើងជាអាសាច់ត្រីខ្យៅហ្នឹងដើម្បីទៅដាក់ផ្កាយនៅខាងនេះតាមស្ទឹងអីរំនៅខាងតាមស្ទឹងព្រោះយើងបានដាក់ម៉ងទេព្រោះថាវែងគ្នាបានដាក់ម៉ងជប់ហើយបានជួបគ្នាហើយវែងគ្នាយើងចាប់ដើមយើងធ្វើដំណើរទៅដាក់ផ្កាយត្រីកតុនជ័យហើយត្រីកតុនជ័យរបស់យើងនៅតាមលងវែងទៅដាក់ផ្លងនេះគឺវារៀងស្បូថាស្បូបរយពុកម៉ែបងប្អូនបាទវាលក្ខណៈថាវាគួរសមហើយផ្កាយរបស់យើងដាក់ច្រើនទេផ្កាយរបស់យើងដាក់តែ15ផ្កាយតែប៉ុន្តែវាដាច់ដល់ដាច់ដូចភាគ1ដែរវាដាក់ទៅដាច់ដោយសារតែកតុនជ័យថ្មាញវាមុតចឹងហើយផ្កាយរបស់យើងដាក់ចងតែមិនឈើហើយយើងកាច់ឲ្យឈើចំណាំចឹងឲ្យវាផ្លាច់ហើយយើងមកដល់ឡើយនេះយើងឃើញអាត្រីកតុនជ័យនេះយើងដាក់នុយនំមាត់វាមិនកុំស៊ីហើយមកដល់ឡើយនេះជួបកតុនជ័យមួយទៀតយើងក៏ដាក់នុយនំមាត់ទៀតអត់ស៊ីឆ្លងមែនតើដាក់មីកុំស៊ីយើងក៏ឆ្នៃដោះអានុយចេញយើងយកស្ទូចដែលមុតស្រួចជាងស្រួចមិញហ្នឹងយើងដាក់នៅក្រុមស្គៀមវាបានយើងវត្តវិញហ្នឹងហើយដល់វត្តបានផលមែនតើវត្តក៏ទៅបានហើយកតុនជ័យរបស់យើងភ័យចិត្តកន្លះគីឡូពីយើងនេះដាក់ផ្កាយបោះដងដូតនៅឈើគឺយើងមកត្រឡប់មកដល់កន្លែងយើងដេកវិញដល់ពេលយើងថាទៅមើលផ្កាយយើងបានទៅមើលយប់ទេឬក៏យើងពីព្រឹកយើងក៏កាត់ភ្លើងដើម្បីបោះពូបោះឈើកន្លែងទល់នេះហ្នឹងដើម្បីដាំទឹកកាហ្វេច្រឡំដាំបាយដាំទឹកផឹកកាហ្វេជុំគ្នាមួយបងប្អូនហើយបងប្អូនខាងអាប់រកពើគាត់អាប់រកពើគាត់តភ្ញាក់ទេហើយយើងក៏ខ្ញុំចាប់ដើមដាស់ហើយលក្ខណៈថានេះយើងសុទ្ធតែអ្នកអស់កម្លាំងរៀងខ្លួនអញ្ចឹងក៏ដេករៀងយូរបន្តិចទៅហើយយើងក៏ផឹកកាហ្វេហើយកាហ្វេរបស់យើងអស់រសយើងអស់រសវាអត់សូវឆេះយើងក៏តផ្លុំទៅទីមិនឆេះយើងក៏កាហ្វេទឹកពុះទឹកយើងពុះហើយយើងក៏ឆុងកាហ្វេដើម្បីប្រញាប់ទៅមើលផ្កាយពីព្រឹកយើងក៏ផឹកកាហ្វេរួចរាល់ហើយអ្នកខ្លះក៏ហូបមីអ្នកខ្លះក៏ផឹកកាហ្វេអញ្ចឹងទៅហើយទូបើខាងសហគមន៍អាប់ខ្ពើរបស់គាត់ហ្នឹងគឺយើងទៅមុនទៅមើលយើងទៅការសពយើងសពហើយមកដល់ថ្ងៃនេះចូលកតុនជ័យមួយធំមែនតើអានេះឃើញអញ្ចឹងកតុនជ័យវាធ្ងន់ជាងត្រីរស់យើងកតុនជ័យហ្នឹងចូល1គីឡូខ្លះហើយព្រោះយើងចាប់ដៃរៀងវែងដែរចាប់អត់ជុំហើយអាតុនជ័យនេះមកដល់កន្លែងលឹកសរសៃនេះយើងចូលមួយទៀតហើយតុនជ័យនេះអត់ធំទេធំជាងកដៃបន្តិចចូលខ្លះគីឡូដែរតុនជ័យនេះអាចនឹងជិត1គីឡូដែរហើយអានេះទៀតធំដែរចូល1គីឡូដែរហើយយើងក៏នេះចាប់ទាញហើយខ្សែរបស់យើងឆ្ងំតែមុនថ្មាញវាខ្សែក្រហមនេះបណ្ណានេះទាញមកដាច់មាត់ធ្លាក់ចូលទឹកវិញបាត់ព្រោះតុនជ័យមុតថ្មាញវាប្រយនេះមើលមុខគេអន់ចិត្តហើយយើងក៏ត្រឡប់មកវិញត្រឡប់មកដើម្បីសាកន្លែងដែលយើងបោះតង់ចងគ្រឿងដេកទៅបបកត្រីនៅឆាយទាំងដាច់ទី2ខាងក្រោមវិញហើយនេះជាលទ្ធផលដែលយើងបានពីព្រឹកគឺ2នេះទេប៉ុន្តែម្ហូបរបស់យើងពេលល្ងាចគឺយើងបានត្រីកតុនជ័យប្រឡាក់ពីម្សិលមិញដែលខ្ញុំប្រឡាក់ទុកថាយកមកផ្ទះដល់ពេលបិទយូរយកបានដាក់មកក៏បានសាច់ត្រីចៀនដែលខ្ញុំប្រឡាក់ទុកនឹងទៅបាទប្រឡាក់ទុកកតុនជ័យមួយក៏ហូបបាយពេលព្រឹកដើម្បីធ្វើដំណើរទៅបបកត្រីនៅឆាយទាំងដាច់ទី2ប៉ុន្តែពេលដែលថ្ងៃដែលយប់ដែលយើងដែលដេកយប់ដែលកាហ្វេវីឡូនេះគឺទឹកឡើងបងប្អូនទឹកឡើងឡើងក៏ហូបហ្មងតែអត់បញ្ហាទេយើងនឹងទៅបបកត្រីទៀតហើយយើងក៏ចាប់ដើមសាតង់សាកន្លែងដែលយើងដេករៀបចំទៅបបកត្រីខាងក្រោមពីអ្នកប្រូជែវហើយអ្នកបងប្អូនយើង3នាក់ទៀតគឺឲ្យដើរទៅចាំនៅម៉ូតូហើយខ្ញុំក៏រៀបចំស្វេវ៉ាន់របស់ខ្ញុំចូល20ជាងគីឡូដែរព្រោះអត់បានដាំបាយឲ្យមួយឆ្នាំងព្រោះខាងបងប្អូនគេដាំបាយហ្នឹងខ្ញុំអត់បានដាំបាយមិនថាខ្ជិលទេប៉ុន្តែគេដាំមុនគេដាំហើយប្រូខុំរបស់យើងវ៉ាន់មានមុខមានក្រោយមានដងស្ទូចអូដល់ក៏វ៉ាន់គេមកសែតរៀងខ្លួនខ្ញុំក៏ចាប់ដើមជិះដំណើរពីប្រូជែវនេះបុះប្រៃសៃភងបាក់អូជិះរួមថាមរំដល់កន្លែងស្ទឹងដែលយើងត្រូវកប់ត្រីហ្នឹងគឺវេទនាព្រោះយើងបុះប្រៃសៃអត់មានផ្លូវទេយើងការ
ការផ្លូវទៅដោយខ្លួនឯងហើយផ្លូវយើងចុះទៅតាមប្លោះគៀនថ្មចឹងហើយហើយអានេះយើងដល់កន្លែងទឹកណាដល់ពីមកដល់កន្លែងទឹកម៉ូម៉ែលទឹកខូលឹងក្រហមយើងទឹកលឹងខូលឹងក្រហមគប់នឹងត្រីមិនស៊ីទេប៉ុន្តែយើងចេះឆ្នៃផ្ដិតដើម្បីយកត្រីព្រួលហើយបានយើងក៏អង្គុយស្ទូចនឹងអង្គុយស្ទូចពីកន្លែងនេះវិញទឹកវាលឿនថាបែកពុះសក្រហមពេកយើងក៏រៀបចំទៅចុះក្រមយើងក៏យកអានុយត្រីខ្ចៅនោះដែរយើងយកមកហាន់ជាសាច់មកដូតចេះនេះយើងក៏ស្ទូចយើងក៏អង្គុយស្ទូចត្រាំហើយយើងអង្គុយត្រាំយើងបោះមួយឆ្ងាយយើងបោះចិត្តខ្លួនហ្នឹងហើយលងឡើងនេះវិញគឺលងស្បូត្រីនឹងតែប្រទេសសាយើងមកចំអាពេលទឹកច្រើនយើងស្វៀតបកអាស៊ីយើងក៏ស្ទូចហ្នឹងហើយយើងក៏ស្ទូចនឹងអានុយត្រីខ្ចៅនោះស្ទូចបានព្រួលមួយប្រហែល3ខាំហ្នឹងហើយស្ទូចដាច់បុតខ្សែពីស្ទូចជ្រុះចាប់បានទៀតសំណាងល្អចាប់ទាន់ឲ្យត្រីយើងគឺទៅត្រីព្រួលត្រីពមាសហ្នឹងត្រីយើងហៅត្រីក្អត្រីក្អែមទេអត់ស្គាល់ណាដឹងវាហៅត្រីព្រួលឈ្មោះឲ្យត្រីរបស់យើងគឺបាន3ហ្នឹងហើយតន្ចៃ2ត្រីរបស់យើងព្រួលមួយយើងក៏ធ្វើដល់ក្រមហើយនេះដល់ក្រមទឹកអូដល់ក៏ទឹកហូមមកឲ្យខ្ញុំទៅកប់មិចស៊ីយើងក៏ត្រឡប់មកសងសឹកឡើងក្រោយអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំអរគុណច្រើនដល់ពុកម៉ែបងប្អូនដែលតាមដានវីដេអូខ្ញុំអញ្ចឹងក៏អរគុណច្រើនហើយសម្រាប់ការរាប់អានមកគ្រប់ត្រូលទាំងអស់គ្នាអញ្ចឹងកុំភ្លេចបងប្អូនតាមដានវីដេអូក្នុង YouTube ខ្ញុំផងហើយក៏អរគុណអ្នកទាំងអស់គ្នាអញ្ចឹងយើងធ្វើដំណើរមកអត់ដេកយកទេប្រញាប់មកយំតទៅស្លងខាងនោះដាច់ទឹកឡើងឥឡូវយំតទៅរួចដែរពេលទឹកឡើងចុះនឹងលិចក៏មនុស្សដល់នឹងចង់លិចក្បាលណាទឹកឡើងលិចគ្នាអញ្ចឹងសម្រាប់រួលម៉ូតូទុកនេះសិនចាំទឹកស្រោបចាំយកម៉ូតូទៅផ្ទះយើងធ្វើនៅទៅដើរទៀតដើរពេលនេះទៅនោះទៅជា10ម៉ោងទៅដល់ផ្ទះអូទន្ទឹងអរគុណ